កម្លាំងនៃពិភពនេះគឺជាតំបន់រវាងពិភពមានជីវិតនិងពិភពវិញ្ញាណតើវាអាចកើតឡើងអាចមិនសមហេតុផលដែរទេការប្រឆាំងនឹងមនុស្សអាក្រក់អាចនឹងឲ្យយើងទទួលលទ្ធផលអ្វីខ្លះពេញមួយជីវិតរបស់ខ្ញុំមានតែផ្លូវមួយតែប៉ុណ្ណោះគឺការពីតាមដងផ្លូវស្លៀកឈុតប្រយុទ្ធនិងប្រគៀកស្មារគ្នាក្នុងសមរភូមិនៅតំបន់ផ្សេងទៀតមិនថាមានរឿងអ្វីនោះទេខ្ញុំនឹងចូលទៅប៉មរានការស្វែងរកយុត្តិធម៌មានឧបសគ្គមិនអាចទៅមុខតែត្រូវតស៊ូដើម្បីជំនះគ្រប់កលៈទេសៈទោះមិនអាចមើលឃើញលទ្ធផលក៏ដោយបើមានឆន្ទៈនិងអំពើល្អសមរភូមិលើផ្លូវមួយនេះសន្តិភាពនឹងអាចកើតឡើងតើពិភពមានជីវិតនិងពិភពវិញ្ញាណអាចមានយុត្តិធម៌ដែរទេទទួលសិទ្ធិផ្លាញ់មុខដោយក្រុមហ៊ុន PPCTV រឿងអ្នកប្រយុទ្ធលើផ្លូវមជ្ឈរាជវគ្គ2មានផ្សាយជូនទស្សនាក្នុងពេលឆាប់ៗនេះនៅលើកញ្ចក់ទូរទស្សន៍ខ្សែការ PPCTV តែមួយគត់គឺប៉ុស្តិ៍លេខ9